ខ្ញុំតើបតែដឹងថាយើងជាមិត្តធ្លាប់គិតម្នាក់ឯងថាជាស្នេហាថ្ងៃនេះដឹងច្បាស់នៅក្នុងចិន្តារឿងមโนសញ្ចេតនាហាស្លាំងខ្ជាក់តែវាស្លែងទើបដឹងថានាងជាមនុស្សបែបណាយករឿងស្នេហាមកធ្វើជាលបែងធ្វើខ្លួនស្និទ្ធស្នាលឈឺឆ្អើហួងហាយឲ្យខ្ញុំគិតម្នាក់ហាញវងវែងថាយើងស្រឡាញ់គ្នាឆ្លួងនឹងខ្លួនឯងគ្មានអ្នកដឹងនៅក្នុងពេលនឹងស្ទើរឈួតស្ទើរជាការស្និទ្ធស្នាលរវាងគ្នានឹងគ្នាខ្លាយជាការចងចាំមួយរំខានហារទេដឹងហើយថាមិនគួរគិតរឿងបែបហ្នឹងគេមិនទាំងដឹងថាខ្ញុំកើតអីបានដកនៅតាសួរថាហេតុអ្វីប្រើពេលប៉ុន្មានថ្ងៃអាចគប់និស័យគ្មានន័យមួយនេះ